បាទសួស្តីបងប្អូនអរគ្នាបងប្អូនណាខ្លះដែលគាត់មានបញ្ហាពេលដែលបើកកុំព្យូទ័រដំបូងមកវាយឺតវាយឺតដល់មួយសន្ទុះអាចចំណាយពេលចាប់ពី20ទៅ1នាទីណាដើម្បីវាដើរលឿនវិញណាអាចចំណាយពេលរហូតដល់1នាទីឬក៏លើសហ្នឹងក៏មានដែរយើង slow យឺតសូម្បីយើងចុចម៉ៅស្ដាំ refresh អញ្ចឹងហ្នឹងក៏មិនចង់ទៅដែរបងប្អូនចាហ្នឹងមកពីមូលហេតុវាសំខាន់ទី1ដែលបងប្អូនត្រូវយល់ដឹងហើយនឹងបិទវាគឺដោយសារតែនៅពេលដែលយើងបើក Windows មកគឺមានកម្មវិធីខ្លះដែលយើងបានតម្លើងហ្នឹងគឺវាបើកស្វ័យប្រវត្តិបាទវានឹងបើកឡើងនៅក្នុងវាស្វ័យប្រវត្តិមុខងាររបស់វាហ្នឹងជាពិសេសគឺ service របស់វាតែម្ដងដោយស្ងាត់ស្ងៀមពេលខ្លះក៏ឃើញលុនលើផ្ទាំងអេក្រង់ពេលខ្លះក៏អត់មានដែរអញ្ចឹងបងប្អូនដើម្បីចូលទៅបិទវាបងប្អូនចុចលើ Taskbar ណាសម្រាប់បងប្អូនដែលប្រើ Windows 10 និង 11ម៉ៅស្ដាំលើ Taskbar នេះម៉ៅស្ដាំយ៉ាងមកហើយបងប្អូនយកឲ្យបាទយកពាក្យថា Task Manager ហ្នឹងមកចូលមកទៀតបាទនេះលុបទាំងនេះមកយើងចូលកន្លែង Start up យ៉ាងមកតមកទៀតបងប្អូនអូមកមើលនេះកម្មវិធីនេះគឺកម្មវិធីដែលវា load ស្វ័យប្រវត្តិនៅពេលយើងបើក Windows មក Microsoft 360 Copilot ណាអញ្ចឹងអាហ្នឹងអត់គួរបើកទេយើងមកស្ដាំវាយក disable មក Microsoft Edge បើវាបើកស្វ័យប្រវត្តិដែរណា disable ដែរ Google Drive ឲ្យបើកស្វ័យប្រវត្តិដោយសារយើងត្រូវការប្រើវាដាក់ឯកសារលើ Google Drive Snagit ជាកម្មវិធីរបស់ខ្ញុំថតអេក្រង់អញ្ចឹងខ្ញុំទុកវាឲ្យបើកស្វ័យប្រវត្តិដែរ Windows Security Notification Icon អានេះប្រព័ន្ធសុវត្ថិភាពរបស់ Windows ឬក៏យើងនិយាយថាប្រព័ន្ធចាប់មេរោគយើងត្រូវបើកវាដែរអត់បិទវាណាហើយវានៅ enable យមកពាក្យថា enable មានថាឲ្យវាដំណើរការបាទ Microsoft Edge មកយើង disable ហើយអញ្ចឹងមានថាខ្ញុំទុកឲ្យដំណើរការតែ3នេះទេកាលព្រោះខ្ញុំបិទអស់នេះបងប្អូនមើលនេះ disable អស់ណាបាទដូច phone link អី copilot ឬក៏ជិះមកសើវីដេអូអីមកសស្គូអញ្ចឹងហ្នឹងអាចកម្មវិធីយើងស្គាល់វាច្បាស់យើងបិទវាចោលអស់ទៅបាទបែរវា load មកទេរំខានធ្វើឲ្យយឺតកុំព្យូទ័រយើងថែមទៀតអញ្ចឹងណាបាទអញ្ចឹងកន្លែងហ្នឹងងាយបងប្អូនណាបាទជឿថាបងប្អូនអាចធ្វើបានហើយបងប្អូនមានបញ្ហាទាក់ទងនឹងការយឺតអាច comment សួរបានទាក់ទងនឹងការយឺតពេលយើងបើកដំបូងហ្នឹងធ្វើតាមរបៀបដែលខ្ញុំណែនាំនេះហើយនៅតែយឺតទៀតអញ្ចឹងវាមានបញ្ហាផ្សេងមួយទៀតដែរអញ្ចឹងបងប្អូនអាច comment សួរបានខ្ញុំនឹងឆ្លើយតាមអ្វីដែលខ្ញុំអាចឆ្លើយបានបាទយើងជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន